tôi một ô ba thì là tiền chất mà đây đây thì một tư này một nhiều nó còn ôn thầy là phải ao bạc luôn thả rồi kia là phải phát thầy lư một nhiều lại chuột đi tôi còn một chặt nam thì là ôn còn ba tôi còn từ chơi không hơnបាទបងប្អូនខ្ញុំកំពុងតែកាន់ឲ្យបងប្អូនមើលនេះដូចជាប្រកាបាយម៉ាតបងប្អូនរុក្ខជាតិនេះហើយកម្រដែរបើនៅកន្លែងលក់ឱសថបុរាណមិនងាយមានលក់ទេបងប្អូនទល់នៅភ្នំច្រើនឆ្ងាយណាស់ដែលខ្ញុំទៅនឹងអស់សាំងឡានជាងមកកានតែម្ដងបងប្អូនណារុក្ខជាតិអស់នេះសម្បូរទៅនៅព្រៃភ្នំហើយដោយភ្នំទៀតបងប្អូនបាយម៉ាតនេះណាហើយបងប្អូនមើលឲ្យច្បាស់ហើយបកាវាដូចតំណក់ទឹកភ្លៀងជាងបងស្តៀងប៉ុន្តែវារៀងតុលធំជាងបន្តិចតំណក់ទឹកភ្លៀងវារៀងតូចស្តៀងគ្នានឹងបងប្អូនហើយរុក្ខជាតិនេះផងដែរជាលក្ខណៈវាសម្គាល់របស់វាគឺស្លឹករោមយកដៃទៅស្ទាបស្លឹកហ្នឹងរៀងស្អាតស្កាតដែរបងប្អូនមានអារម្មណ៍ថាស្កាតបើសិនជាបងប្អូនបានមើលឃើញតែម្ដងចាំទៅហើយបាយម៉ាតហ្នឹងបងប្អូនណាហើយពាក់ព័ន្ធនឹងឱសថបុរាណខ្មែរយើងកបជំងឺជាច្រើនមុខប៉ុន្តែលោកគ្រូដោយដើរហត់ពេកថ្ងៃនេះលោកគ្រូមកប្រាប់បងប្អូនបាន3 4មុខដើម្បីយកទៅប្រើហើយវារុក្ខជាតិវាកម្របងប្អូនណាដូចជាកបនៃជំងឺកាត់ខ្លាញ់បងប្អូនកាត់បន្ថយជាតិខ្លាញ់អាក្រក់នៅក្នុងខ្លួនយើងណាខ្លាញ់លើសខ្លាញ់អីយើងបងប្អូនយកទៅប្រើទៅហើយកាពះយើងចុកឆ្អល់ឈឺក្នុងពោះក្រហល់កាហាយក៏ត្រូវដែរបងប្អូនហើយបើបងប្អូនយកទៅប្រើពី6ក្រាមទៅ16ក្រាមបានហើយបងប្អូនណាយកទៅប្រើតែបន្តិចទេ6ក្រាមតិចមួយទេស្ងួតទៅបងប្អូនយកទៅប្រើប្រាស់បងប្អូនយកប្រើទៅឯកមជំងឺកាពះចុកឆ្អល់នឹងកាត់បន្ថយជាតិខ្លាញ់អាក្រក់នឹងហើយហ្នឹងមួយបងប្អូនណាទី2គឺចុកក្នុងអាដេញពោះចុងដល់លើអាដេញថ្ងាសស្ត្រីមករដូវឲ្យចុកពោះមុនមករដូវឬក៏ក្រោយមករដូវនឹងក៏ចុកពោះក៏កបនឹងជំងឺអាការៈជំងឺរបស់ស្ត្រីចុកពោះមុនមករដូវនឹងដែរបងប្អូនណាហើយម្យ៉ាងទៀតឈឺពោះក្រោយមករដូវហ្នឹងក៏ត្រូវដែរបងប្អូនក្រោយមករដូវក៏ត្រូវហើយនឹងក្រោយឆ្លងទន្លេស្ត្រីក្រោយឆ្លងទន្លេឈឺពោះក៏ត្រូវដែរនឹងរុក្ខជាតិនេះត្រូវច្រើនមុខណាបងប្អូនហើយបើសិនជារមាស់ស្បែកបងប្អូនពងស្បែកអាហ្នឹងគេលាបខាងក្រៅបងប្អូនបុករុក្ខជាតិនេះយកទៅលាបខាងក្រៅទៅក៏ប្រសើរជំងឺបោសរមាស់ស្បែកពងស្បែកនឹងហើយបងប្អូនណាហើយមួយទៀតបងប្អូនកបនឹងជំងឺគីងមិនលក់មានន័យថាសពអសល់គីងមិនលក់ដេកក៏មិនលក់គីងក៏មិនលក់វាសពអសល់អញ្ចឹងបងប្អូនយកទៅប្រើទៅឲ្យដាក់ដូចគ្នាអញ្ចឹងបងប្អូនដាក់តែ6ក្រាមទៅ16ក្រាមអញ្ចឹងយកទៅប្រើប្រាស់ដាក់តែ2 3ឆ្នាំទៅដេកលក់ស្រួលហើយបងប្អូនដាំ2 3ឆ្នាំហ្នឹងបងប្អូនមានអារម្មណ៍ថាស្រស់ស្រាយមានអារម្មណ៍ថាភ្លឺថ្លានៅក្នុងវិញ្ញាណរបស់យើងក្នុងអារម្មណ៍របស់យើងហើយបងប្អូនណាហើយបញ្ចេញញើសរុក្ខជាតិរបស់នេះហើយផ្នែកផ្សំថ្នាំនៅកម្រើករាត្រីបងប្អូនក៏គេយកបាយម៉ាតនេះលាយមួយមុខដែរផ្សំដើម្បីជួយជាកម្លាំងអាហ្នឹងជាឱសថជួយកម្លាំងពេលដែលយើងផ្សំទៅក្នុងរុក្ខជាតិផ្សេងហើយហ្នឹងមួយបងប្អូនណាមួយទៀតវាបញ្ចេញឆ្លេះបញ្ចេញជាតិខ្យល់ក្នុងពោះវៀនបងប្អូនហ្នឹងក៏ត្រូវមួយយ៉ាងដែរបញ្ចេញជាតិខ្យល់បញ្ចេញជាតិឆ្លេះនៅក្នុងពោះវៀនយើងខ្យល់ក្នុងពោះវៀនកើតមកខ្យល់ចេះតែឆ្ងល់ខ្យល់អីពេញនៅក្នុងពោះវៀនអ៊ូកោពោះហ្នឹងណាបងប្អូនតាមភាសាទទួលទានដោយដាក់ដូចខ្ញុំនៅនិយាយខាងលើទៅបងប្អូននឹងកបប្រសើរមានន័យថាធូរស្បើយបន្តិចម្ដងវិវត្តរជាហើយនឹងថ្នាំឱសថបាយម៉ាតនេះបងប្អូនណាហើយបើសិនបងប្អូនមើលថាមានប្រយោជន៍សម្រាប់សុខភាពបងប្អូនជួយចុច like ចុច share ចុច subscribe ឲ្យលោកគ្រូបានដាក់មួយផងបងប្អូនថ្ងៃក្រោយលោកគ្រូស្វែងរករុក្ខជាតិណាដែលបកែដើម្បីមកបម្រើសុខភាពបងប្អូនហើយដូចថ្ងៃហ្នឹងចឹងបងប្អូនលោកគ្រូជិះមកឆ្ងាយណារាប់រយគីឡូដើម្បីស្វែងរកថ្នាំ
ដែលបំរើសុខភាពបងប្អូនពាក់ព័ន្ធនឹងសុខភាពបងប្អូនហើយនៅចុងក្រោយនេះខ្ញុំសូមថ្លែងអំណរអគុណយ៉ាងជ្រាលជ្រៅបំផុតសូមបងប្អូនបានសុខបានចម្រើនមានសុភមង្គលក្នុងគ្រួសារម្យ៉ាងទៀតសូមឲ្យរោគជាវិជាធិដែលបងប្អូនកំពុងមានសូមឲ្យវិលាសន្តិអស័យសតោហើយសូមជូនពរបងប្អូនសូមឲ្យបងប្អូនបានសុខបានចម្រើនសូមឲ្យអាយុវែងមួយគឺពណ៌សម្បុរល្អស្អាតប្រកបដោយអាយុយឺនយូរហើយនៅចុងបន្តិចក្រោយបញ្ចប់នេះខ្ញុំបាទសូមគោរពសូមជម្រាបលា